ម្រានពោញាតិញោមថ្ងៃនេះបានមកវត្តធម្មវ័នភ្នំក្រាំងដូចមាសក៏មករំលឹកអនុស្សាវរីយ៍កាលដែលបួសដំបូងក៏អាត្មាបួសនៅទីនេះឯងក៏វត្តធម្មវ័នភ្នំក្រាំងដូចមាសហើយកាលនោះកន្លែងនេះជាសាលាឆាន់ចាស់ក៏សាលាឆាន់ចាស់ហើយសាលាឆាន់នោះក៏ទឹមធ្វើកាលនោះហើយអត់ទាន់សូវមានកត់ច្រើនទេកាលនោះនេះផ្លូវចុះទៅសាលាឆាន់ចាស់បងលោកមុនមកពីនោះមកតាមនេះសាលាឆាន់ចាស់បងតាំងពីបរមរាណសាលានេះប៉ុន្តែឥឡូវហ្នឹងក៏ផ្លាស់ប្ដូរទៅខាងនោះវិញហើយនោះជាដើរហ្នឹងក៏ធ្វើយូរដែរហើយបងកាលនៅពីក្មេងអីហ្នឹងក៏អាត្មាធ្លាប់មកធម្មវ័នហ្នឹងក៏ដោយសារញោមស្រីគាត់ខែភ្ជុំខែចូលឆ្នាំហ្នឹងគាត់មកទៅវត្តនេះឯងបងនេះសាលាឆាន់ចាស់ឥឡូវទុកចោលហើយបងកន្លែងនេះទៅជាកន្លែងដាក់អុសកន្លែងនេះកន្លែងញោមរៀបចង្ហាន់បងខាងមុនវាស្មើគ្នាចេះហើយលោកឆាន់នៅលើនេះបងឆាន់មកជួនោះខិតទៅនោះបលាំងព្រះបងនៅតែដេញរូបនេះសាលាឆាន់ចាស់ហើយនេះធ្វើក្រោយទេបងគឺប្រគេនផ្ទះលោកចឹងទៅលោកក៏យកមកធ្វើកន្លែងហ្នឹងមួយបានសម្រាប់ស្នាក់នៅមួយទៀតហើយទៅខាងលើនោះចដើកាលពីសម័យជិត20ឆ្នាំមុនបងជិត20ឆ្នាំមុននោះវាស្ងប់ស្ងាត់វាអត់មានអគារអីច្រើនអញ្ចេះទេមានតែកុដិលោកកុដិឈើទៀតបងកុដិថ្មប្រហែលហើយកុដិឈើអាត្មាធ្លាប់នៅកុដិឈើនៅខាងលើចិត្តព្រះវិហារនោះបងកុដិឈើឲ្យផ្លាស់ប្ដូរផ្លាស់ពីកុដិឈើហ្នឹងទៅនៅមកជួរខាងក្រោយនោះក៏កុដិឈើដែរបងសិតតែកុដិឈើហើយវាស្ងប់ស្ងាត់ល្អបងនៅលើភ្នំនេះវាមានធម្មជាតិបងជាទីរីករាយគួរចង់រស់នៅបងខាងនោះផ្ទាំងថ្មធំនោះធ្លាប់ឡើងហើយនេះឡើងទៅលើនោះហើយផ្លូវនេះពីមុនអត់មានទេបងក្រោយទៀតលោកកសាងមកជាធ្វើផ្លូវនោះព័ទ្ធជុំវិញព្រះវិហារនេះបងព្រះវិហារនៅខាងលើនោះហើយផ្លូវចុះព័ទ្ធមកជុំវិញទាំងអស់ហើយស្រង់ទឹកស្រះទេបងកាលនោះទឹកស្រះខាងលើនោះបូមមកខាងក្រោមនោះប្រហូរមកស្រង់ព្រោះនិយាយពីរឿងបិណ្ឌបាតនៅវត្តធម្មវ័ននេះបិណ្ឌបាតឆ្ងាយណាស់បងគួយទៅនេះតិចបិណ្ឌបាតនៅដល់ស្មែតទៅខាងតាពាំងចាញផ្លូវតាពាំងចាញហ្នឹងឆ្ងាយបងដោយសារវាមកកង់ចេញពីច្រកភ្នំទៅនេះទៅកង់មកនេះឡើងតាមនេះហើយទៅខាងទួលក្រាំងបងខាងទួលក្រាំងនោះក៏ឆ្ងាយខាងស្មែតនោះក៏ឆ្ងាយខាងតាពាំងចាញនេះរឹតតែឆ្ងាយទៀតបងដោយសារផ្លូវវាកង់វែងហើយបិណ្ឌបាតតម្រាំបានមកដល់វត្តវិញគឺឆ្ងាយបងហត់ហើយវាឈឺជើងយ៉ាងម៉េចញោមដោយសារអត់ស្បែកជើងចុះវាលើភ្នំនេះទៅវាសិតតែភ្នំហើយខាងក្រោយនោះចុះទៅសិតតែភ្នំទាំងអស់ដើរកាត់ភ្នំទៅខាងស្មែតទៅខាងតាពាំងចាញហ្នឹងគឺសិតតែដើរកាត់ភ្នំទៅបិណ្ឌបាតបងហើយចុះតាមផ្លូវនេះក៏សិតតែគ្រោះសិតតែអីហ្នឹងទៅឈឺជើងហើយកាលនោះអត់មានស្បែកជើងអីពាក់ទេញាតិញោមនៅធម្មវ័ននេះមានមួយញាតិញោមស្បែកជើងកាលពី20ឆ្នាំជិត20ឆ្នាំមុនបើលោកគ្រូចាតិកាអញ្ចឹងទៅក៏លោកមាន
ស្បែកជើងស្បែកអីចឹងទៅប៉ុន្តែយើងវិខុសាមណេរធម្មតាហ្នឹងក៏អត់មានស្បែកជើងទេបងហើយចុះទៅបិណ្ឌបាតឆ្ងាយបិណ្ឌបាតឆ្ងាយមកវិញអូស្រេកទឹកញាតិញោមហើយរំលឹកអនុស្សាវរីយ៍កាលនោះតែស្អីអូអ៊ីឈីគេហ្នឹងបងតែអូអ៊ីឈីអត់ដែរស្គាល់ទេញាតិញោមអត់ដែរស្គាល់ជាតិអូអ៊ីឈីអីហ្នឹងទេមានលោកគ្រូចាតិកាលោកមានលោកគេប្រគេនលោកឬក៏លោករអញ្ចឹងមកកេះមកលោកក្លាសេសម្រាប់ឆាន់ខ្លួនលោកអញ្ចឹងណាហើយបរិស័ទយើងភិក្ខុសាមណេរធម្មតាហ្នឹងគឺអត់មានទេកម្របានឆាន់ថ្ងៃមួយឡើងមកឃ្លានយនោះមកស្រេកទឹកបិណ្ឌបាតផ្លូវវាឆ្ងាយដល់ផ្លូវវាឆ្ងាយឡើងមកស្រេកទឹកមែនតើដល់ស្រេកទឹកមកញោមឧបថៈលោកគ្រូចាតិកាហ្នឹងគាត់មុនគាត់នៅនឹងដែរថាលោកម្ចាស់មុនឈប់សិនឆាន់ភេសជ្ជៈគាត់ប្រគេនមកដបញាតិញោមឲ្យអូឈីលើកម្ដងចង់ដាច់លើកម្ដងអស់ជាងពាក់កណ្ដាលដោយសារស្រេកទឹកពេកហើយមិនដែរឆាន់ផងកាលនោះអត់ដែរបានឆាន់អូអ៊ីឈីគេហៅតែអូអ៊ីឈីនោះណាព្រោះហើយមានប្រវត្តិនិយាយច្រើនទៀតយីនោះមួយនៅលើភ្នំនេះអាត្មាធ្លាប់ធ្វើកូនសិស្សលោកនៅនេះចុះទៅទិញតកកញាតិញោមចុះទៅទិញតកកតាមចតាហ្នឹងដល់ខាងក្រៅមកហើយបានឡើងមកវិញឡើងតម្រាំដល់វាហត់ឥឡូវមានផ្លូវមានអីស្រួលចឹងទៅក៏ធ្វើដំណើរហ្នឹងក៏វាស្រួលដែរបងនេះគ្រាន់តែរំលឹកអនុស្សាវរីយ៍ហើយការនោះឆាន់ចង្ហាន់អីក៏ដូចជាឆ្ងាញ់ដែរញោមចង្ហាន់យើងមិនសូវមានអីច្រើនដូចនៅវត្តសពថ្ងៃទេប៉ុន្តែមានឆាន់ទៅវាចេះតែឆាន់បានដែរបងហើយសម័យមុនសម័យកាលថ្មគង់នៅនេះហ្នឹងក៏មិនសូវជាខ្សត់អីប្រហែលដែរញោមអាចឆាន់គ្រប់គ្រាន់បងមានពេលខ្លះមានចន្លោះកាលអីចឹងដែរបងញាតិញោមគាត់មកធ្វើហើយយូរឆ្នាំទៅហើយព្រោះឥឡូវវាមានការប្រែប្រួលគ្រប់យ៉ាងវាប្រែប្រួលរហូតឥឡូវហ្នឹងក៏មានការសាងសង់គាសាងសង់កុដិអីផ្សេងព្រោះកន្លែងកុដិដែលធ្លាប់អាស្រ័យនៅហ្នឹងក៏ធ្លាប់ឆាន់ធ្លាប់អីហ្នឹងឥឡូវក៏ផ្លាស់ប្ដូរប្រែប្រួលទៅនេះគ្រាន់តែរំលឹកអនុស្សាវរីយ៍ព្រោះដោយសារថ្ងៃនេះបានឆ្លងកាត់ទីនេះឲ្យចូលលោកចូលមកជួបញាតិញោមព្រោះហើយធ្លាប់នៅវត្តធម្មវត្តនេះព្រោះគាត់នៅចាត់ចែងរៀបចង្ហាន់រៀបអីលោកគ្រាន់តែនឹកឃើញតែផ្លូវនេះផ្លូវធ្លាប់ដើរព្រោះផ្លូវនេះតម្រង់ជួរព្រោះឲ្យញាតិញោមមើលតិចតម្រង់ជួរនៅនេះវាជួរមកតម្រង់ជួរហើយបានមុនមកឆាន់នៅទីនេះព្រោះហើយគ្រាន់តែរំលឹកអនុស្សាវរីយ៍ផ្លូវធ្លាប់ដើរព្រោះតម្រង់ជួរនៅទីនេះហើយលោកចុះទៅឆាន់នៅទីនេះហើយនេះដើមជ្រេះញាតិញោមកាលនៅថ្មនៅពីមុនទូចកាលមុននៅទូចឯញាតិញោមនេះដើមនេះនៅទូចឥឡូវធំហើយព្រោះធំប៉ុណ្ណាណីអោបអត់ជុំទេតែជិត20ឆ្នាំកាលនោះវានៅល្មមដែរនេះផែនថ្មនេះកាលនោះគឺផែនថ្មច្រើននៅតាមនេះផែនញាតិញោមគាត់ចូលទៅក៏លោកចាក់មួយផែនសម្រាប់លោកគង់ពេលបុណ្យពេលអីហ្នឹងគង់ឆាន់នៅលើហ្នឹងញាតិញោមលោកឆាន់នៅពេញលើហ្នឹងអញ្ចឹងទៅតាមផែនថ្មហ្នឹងបងហើយដើមឈើវាងាប់ខ្លះវាឥឡូវធំខ្លះបងឥឡូវនេះកាលមុនស្អាតឥឡូវវាមានការប្រែប្រួលហើយញាតិញោមវានេះអស់ទៅនេះក៏ផែនថ្មដែរឥឡូវឥឡូវនឹងចោះញាតិញោមឥឡូវរំលឹកអនុស្សាវរីយ៍